ជំរាបសួរបងប្អូនអរគ្នាដែលនិយមតាមដានទស្សនាជាមួយនឹងការធ្វើអត្ថបទបាយទាក់ទងនឹងគ្រឿងកសិកម្មរបស់ Campa Collection កន្លងមកខ្ញុំបានធ្លាប់និយាយអំពី Tractor New Holland អំពីកម្លាំងអំពីភាពរឹងមាំហើយក៏ដូចជាការធ្វើបទបង្ហាញទូទៅរបស់ Tractor នេះតម្រងនៅពីក្រោយខ្នងខ្ញុំនេះគឺជា Tractor Yamaha New Holland Model T4 ដែលកម្លាំងរបស់វាគឺរហូតដល់90សេសហើយសម្រាប់ Tractor នេះគឺខ្ញុំនឹងនិយាយអត្ថប្រយោជន៍របស់វាគឺគេហៅថាការធ្វើការរហ័សហើយបងប្អូនប្រកាសជាឆ្ងល់ថាតើ Tractor មួយនេះវាអាចធ្វើការរហ័សជាង Tractor ផ្សេងៗទៅលើចំណុចណាខ្លះអញ្ចឹងខ្ញុំនឹងធ្វើការបន្ថែមទៅលើចំណុចនេះដែលបងប្អូនអាចងាយស្រួលពិចារណាថាតើ Tractor ដែលបងប្អូនកំពុងតែប្រើឬក៏ Tractor ផ្សេងៗទៀតដែលបងប្អូននឹងរំពឹងថានឹងទៅទិញតើមានអត្ថប្រយោជន៍ដូច Tractor នេះដែរឬអត់អញ្ចឹងតាមដានទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំពីដើមដល់ចប់ចំពោះ Tractor New Holland គឺត្រូវបានបង្គុំឡើងដោយគ្រឿងពិសេសច្រើនហើយដែល Tractor នេះគឺត្រូវបានបងប្អូនដែលកសិករគាត់បានទៅទិញយកទៅប្រើគឺគាត់បានធ្វើការឆ្លើយតបមកកាន់ក្រុមហ៊ុនវិញថា Tractor នេះពិតជាធ្វើការរហ័សដូចអ្វីដែលយើងបានជម្រាបជូនគាត់អញ្ចឹងដោយសារតែចំណុចដែលរហ័សហ្នឹងគឺបងប្អូនដឹងថាវាប្រើជាមួយនឹងប្រភេទគេហៅថាដៃបញ្ជាទៅលើការលើកអង្គលហ្នឹងគឺលក្ខណៈថាយើង set up ទុកហ្មងគឺយើងអត់អាចសេរីគឺមានថាយើងគ្រាន់តែចុចផ្លាប់វានឹងលើកឡើងមកដល់ចំណុចមួយដែលយើងបាន set up ហើយពេលដែលយើងចុចទៅវិញគឺវានឹងទម្លាក់ទៅដល់ចំណុចមួយទៀតដែលយើងបានធ្វើការ set up ទុកដូចគ្នាអញ្ចឹងវាជាចំណុចមួយដែលពិសេសសម្រាប់ Tractor មួយនេះដែលជា Tractor ផ្សេងៗគឺមិនទាន់បានបង្កើតជាមួយនឹងបច្ចេកវិទ្យានេះទេហើយចំណុចមួយទៀតបងប្អូនសួរថាចុះបើសិនជាយើងលើកអូតូហើយយើងទម្លាក់ទៅវិញអូតូតើ Tractor នេះនឹងត្រូវឈប់ដើម្បីឲ្យគេហៅថាសារ៉ាំងរបស់វាលើកឡើងសិនឬក៏យើងនៅតែអាចបន្តបើកទៅមុខបានសម្រាប់ Tractor New Holland គ្រប់ model ដែលជាស៊េរីថ្មីនេះគឺបងប្អូនមិនចាំបាច់ឈប់ទេគឺបងប្អូនគ្រាន់តែចុចកុងតាក់នឹងមកគឺបងប្អូនបន្តនៅក្នុងការធ្វើការឬក៏បន្តនៅក្នុងការបត់ចូលទៅក្នុងចំអូនៅក្នុងការព្យួរនឹងម្ដងទៀតដោយសារតែលក្ខណៈពិសេសរបស់វិស្វករគាត់ត្រូវបានគិតទៅលើ Tractor នេះដោយគាត់បានបំពាក់ជាមួយនឹងគេហៅថាប្រភេទបូមប្រេងរហូតដល់2ដែលទល់មុខគ្នាតែម្ដងដែលបូមប្រេង2នេះគឺមិនថាយើងប្រើទាំងសារ៉ាំងប៉ែលមិនថាយើងប្រើទាំងចង្កូតមិនថាយើងប្រើទាំងសម្រាប់លើកជាមួយនឹងអង្គលទេគឺវាមិនមានការដែលធ្វើឲ្យម៉ាស៊ីនយ៉ុងឬក៏មិនមានគេហៅថាភាពស្ទះប្រច័ណ្ឌគ្នាទេនេះជាចំណុចមួយដែលធ្វើឲ្យ Tractor New Holland នៅពេលណាដែលព្យួរដីមួយជុំដូចគ្នាជាមួយនឹង Tractor ផ្សេងៗគឺ New Holland អាចធ្វើការសន្សំពេលវេលាបាន3វិនាទីទៅ2វិនាទីឬក៏អាចច្រើនជាងនឹងអញ្ចឹងចំណុចទាំងអស់នេះគេធ្វើឲ្យបងប្អូនទាំងអស់នេះចំណេញពេលច្រើនជាងមុនចុះបងប្អូនសាកគិតមើលថាតើសម្រាប់ដីមហិត្តាតើបងប្អូននឹងសន្សំបានពេលវេលាប៉ុន្មានតើក្នុងរយៈពេល1ខែបងប្អូនសន្សំបានប៉ុន្មាន1ឆ្នាំបងប្អូនសន្សំបានប៉ុន្មានបងប្អូនយកទៅប្រើគឺបងប្អូនចំណេញពេលបន្តិចសរុបមួយថ្ងៃគឺបងប្អូនចំណេញបានច្រើនហើយក៏ចំណេញប្រេងហើយក៏បងប្អូនអាចប្រើប្រាស់លបឿនលឿនជាងមុនហើយបើសិនជាយើងប្រៀបធៀបជាមួយនឹងការព្យួរបងប្អូនអ្នកដែលធ្លាប់កាន់ Tractor ផ្ទាល់គាត់បានធ្លាប់មកឡើងសាកជាមួយនឹង Tractor New Holland នេះគាត់ដឹងថា Tractor នេះគឺពិតជាធ្វើការរហ័សដូចអ្វីដែលក្រុមហ៊ុនបានផ្សព្វផ្សាយចំពោះ Tractor New Holland គឺគេបានប្រើប្រាស់ជាមួយនឹង Power Shift ដែលជាប្រភេទកុងតាក់មួយដែលងាយស្រួលបញ្ជាសម្រាប់ទៅមុខឬទៅក្រោយប្រអប់លេខរបស់យើងមានលេខ1ដល់លេខ4យើងអាចដាក់លេខ1ណាក៏បានដែរក៏ប៉ុន្តែសម្រាប់លេខអាយ៉ែហើយនឹងលេខទៅមុខគឺតែមួយគឺចង្កឹះលេខគឺប្រើប្រាស់លឿនអញ្ចឹងនៅពេលណាដែលបងប្អូនត្រូវសេរីចូលកន្លងឬក៏ត្រូវអាយ៉ែនឹងនេះគឺគេត្រូវបានគិតយ៉ាងម៉ត់ចត់នេះជាចំណុចមួយដែលពន្លឿនការងារនៅក្នុងការធ្វើការបើកបរ Tractor នៅក្នុងចំការចៀតហើយសម្រាប់បងប្អូនដែលចង់ធ្វើការសាកល្បងដោយផ្ទាល់បងប្អូនអាចទំនាក់ទំនងតាមពួកគាត់បានដោយសារតែពួកគាត់នឹងមានធ្វើការបង្ហាញជូនសាកល្បងនៅតាមខេត្តនីមួយៗដូចជាខេត្តស្ទឹងត្រែងខេត្តបាត់ដំបងខេត្តពោធិ៍សាត់ប៉ៃលិនឬក៏គ្រប់ខេត្តផ្សេងៗទៀតគឺគាត់នឹងធ្វើការព្យាយាមដើម្បីផ្សព្វផ្សាយឬក៏ឲ្យបងប្អូនបានសាកល្បងអំពីកម្លាំងរបស់ Tractor នេះដោយផ្ទាល់អញ្ចឹងបងប្អូនអាចទំនាក់ទំនងតាមរយៈ page នេះបានគឺ Ango Green Machinery ឬក៏បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនេះដើម្បីសាកសួរព័ត៌មានបន្ថែមចំពោះ Tractor នេះគឺជា Tractor មួយដែលទៅនឹងចូលនៅក្នុងទីផ្សារប្រទេសកម្ពុជាមានគ្រឿងបន្លាស់គ្រប់គ្រាន់មានសេវាថែទាំមានការធានាហើយកម្លាំងរបស់ Tractor នេះគឺគេហៅថាកម្លាំងពេញលេញដោយសារតែ Tractor នេះគឺបានប្រើប្រាស់ជាមួយនឹងប្រភេទម៉ាស៊ីនម៉ាស៊ូត
ដែលមានពីស្ទង់ចំនួន4ហើយចំពោះកម្លាំងសេះគឺរហូតដល់90សេះមិនតែប៉ុណ្ណោះ tractor New Holland នេះធ្លាប់មានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសគឺតំបន់ចំការហើយបើសិនជាតាមការស្រាវជ្រាវគឺតំបន់ប៉ៃលិនតែម្ដងគឺ tractor New Holland ឬក៏ Ford ហ្នឹងគឺត្រូវបានប្រើប្រាស់មកអស់ដៃតែម្ដងយើងបានទាំងដឹកផងយើងបានទាំងចូលចំការផងហើយប្រវត្តិសាស្ត្រនៃការប្រើប្រាស់ជាមួយ tractor នេះហើយដែលធ្វើឲ្យ tractor នេះគឺឈានមកដល់បច្ចុប្បន្នហើយមិនតែប៉ុណ្ណោះសម្រាប់ tractor នេះគឺបងប្អូនប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាគឺស័ក្តិសមសម្រាប់ជាពិសេសគឺទៅលើបងប្អូនប្រើប្រាស់ជាប្រភេទដីចម្ការអ្វីដែលពិសេសចំពោះ tractor New Holland ភាពធន់រឹងមាំនៃទូខាងក្រៅមិនតែប៉ុណ្ណោះវាមានជាមួយនឹងការដំឡើងពងដែលជាប្រភេទពង heavy duty ដែលជាប្រភេទពងដឹកធ្ងន់ដែលធ្វើឲ្យម៉ាស៊ីន tractor រត់ធូរល្អដែលធ្វើឲ្យកម្លាំង tractor ពេញលេញវាពាក់ព័ន្ធនឹងការដែលធ្វើការរហ័សនឹងផងដែរហើយចំពោះ New Holland គឺមានបច្ចេកវិទ្យាទំនើបជាច្រើនទៀតដែលនឹងធ្វើការ support ទៅលើ tractor ហ្នឹងបើនៅប្រទេសគេវិញខ្ញុំសូមបើកវងកញ្ចក់បន្តិចចុះឆ្ងាយប្រធានបទបន្តិចគឺ New Holland គឺបំពាក់ដោយប្រព័ន្ធ auto pilot សម្រាប់ម្ចាស់ចម្ការដែលជាប្រភេទចម្ការធំគឺមានរួចទៅហើយមិនត្រឹមតែប្រើប្រាស់ជាមួយនឹងប្រភេទ auto pilot ទេគឺមានបន្ថែមជាមួយនឹងការប្រើប្រាស់ជាមួយនឹងការចាក់ជាមួយនឹងហ្គាសដែលបន្លឺចេញពីលាមកសត្វតែម្ដងដូចជាលាមកសត្វគោឬសត្វជ្រូកគឺយកលាមកសត្វហ្នឹងមកធ្វើការចាក់នៅក្នុងម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីននឹងដំណើរការនៅក្នុងកសិដ្ឋានហ្នឹងអញ្ចឹងវាជាចំណុចមួយដែលវានឹងអាចឈានដល់ប្រទេសកម្ពុជាយើងនៅក្នុងពេលខាងមុខដ៏ខ្លីអញ្ចឹងសម្រាប់ខ្ញុំធ្វើបទបង្ហាញអំពីទំនើបកម្មទៅលើគ្រឿងកសិកម្មនៅកម្ពុជាសូមដល់ទីបញ្ចប់គោរពជូនពរបងប្អូនអរគ្នានិងជំរាបលា